ការទូទីនេះគឺជាការទូទីទូទៅប្រសិនបើមិនត្រូវជាមួយអ្នកច្រើនភាគរយនោះទេវាមិនមែនជាវីដេអូរបស់អ្នកនោះទេរិស័យឆ្នាំម្សាញ់សម្រាប់ខែមីនាឆ្នាំម្សាញ់ជាអ្នកធ្វើការមួយចំនួនខែថ្មីការងារការតំណែងតែមិនកើនប្រាក់ចំណូលឬក៏ការដែរតែការតិចតួចមិនសមនឹងកិច្ចខិតខំប្រឹងប្រែងអ្នកមានរឿងជាប់គាំងច្រើនដែលនឹងធ្វើឲ្យការលូតលាស់នៅក្នុងជីវិតរបស់អ្នកយឺតយ៉ាវបំផុតអ្នកប្រឹងហៅមេឃក៏មេឃមិនឆ្លើយហៅដីក៏ដីមិនតបប្រឹងបួងសួងដល់ទេវតាបារមីគ្រូវាសនាជីដូនជីតាជំនឿផ្ទាល់ខ្លួនតែគ្មានប្រយោជន៍ជីវិតមួយនេះហាក់ដូចជាដល់ផ្លូវតរឬក៏ដល់ថ្ងៃអវសាននៃពិភពលោកទាំងដែលគម្រោងការងាររបស់អ្នកនៅមានច្រើនរហូតដល់អ្នកធ្វើមួយជីវិតក៏មិនអត់តែលុយដែលចាយវាយភាពតល់ច្រករបស់អ្នកក៏ព្រោះតែអ្នកចូលចិត្តមើងងាយស្ថានភាពអ្នកជាមនុស្សដែលចាប់ច្រវាសម្លឹងត្រើយទីផាសិនដល់ចិត្តអស់លុយចិត្តអស់ការងារទើបប្រឹងប្រវេប្រវារកកន្លែងសែនតាមក្រោយគ្មាននរណាម្នាក់មើលមកជីវិតរបស់អ្នកនោះទេតែអ្នកចូលចិត្តធ្វើដូចជាខ្លួនឯងជាមនុស្សសំខាន់នៅក្នុងចិត្តរបស់មនុស្សទូទៅយ៉ាងណាក៏ដោយប្រសិនបើអ្នកផ្លាស់ប្ដូរទម្លាប់អាក្រក់មួយនេះចេញជីវិតរបស់អ្នកនឹងល្អប្រសើរឡើងវិញហើយចាំថាកុំសូវប្រើយុទ្ធសាស្ត្រពេលភ័យយកដំរីទៅបន់ពេលស្រន់យកពងមាន់ទៅថ្វាយពេកព្រោះវានឹងធ្វើឲ្យអ្នកមិនត្រឹមតែបាត់បង់ភាពជឿជាក់ពីមិត្តភ័ក្តិរបស់អ្នកនោះទេសូម្បីតែប្រលឹងមញៀនទេវតាបារមីវត្ថុស័ក្តិសិទ្ធិនេះក៏លែងជឿអ្នកដែរចំណែកឯឆ្នាំម្សាញ់ខ្លះទៀតខែនេះបញ្ហាចូលមកច្រើនតែក៏មិនមានបញ្ហាណារងចាំអ្នកដោះស្រាយដែរឬក៏ធ្វើឲ្យអ្នកឈឺក្បាលខ្លាំងរាល់បញ្ហាចូលមកតាមមុខចេញទៅវិញតាមក្រោយស្ងាត់ដែលធ្វើឲ្យអ្នកមិនសូវនឿយហត់ដូចខែមុនយ៉ាងណាក៏ដោយខែថ្មីនេះមិនត្រូវសប្បាយភ្លេចខ្លួននោះទេប្រយ័ត្នសប្បាយខ្លាចជាទុក្ខហើយក៏អាចកើតជាទុក្ខជន់ទុក្ខនោះអ្នកនឹងវីវធំមិនខាតដោយសារតែអ្នកជាមនុស្សពូកែកិច្ចវេះពីបញ្ហាមិនពូកែដោះស្រាយបញ្ហាតែពូកែបង្កើតបញ្ហាដូច្នេះធ្វើអ្វីក៏ដោយត្រូវហ្មត់ចត់ឆ្នាំម្សាញ់មួយចំនួនតូចបញ្ហាមានតិចតួចតែធ្វើឲ្យអ្នកពិបាកខ្លាំងពិបាកទាំងផ្លូវកាយនិងផ្លូវចិត្តខែនេះមិនសូវមានកំណត់ថ្មីនោះទេព្រោះតែអ្នករវល់តែភ័យនឹងរឿងបញ្ហាចាស់ត្រូវចាំថាអ្នកនឹងទទួលបានលាភធំនៅពេលដែលអ្នកលះបង់រឿងចាស់ចោលខ្លះឆ្នាំម្សាញ់ជាអ្នករស់ស៊ីមួយចំនួនខែថ្មីរបស់អ្នកមានបញ្ហាខ្លះតែអ្នកត្រូវការកម្លាំងចិត្តខ្លាំងដើម្បីដោះស្រាយប្រសិនបើអ្នកនៅតែធ្វើជាមនុស្សទន់ខ្សោយនៅតែបារម្ភហួសហេតុពេកនោះរឿងល្អមួយចំនួននឹងកន្លងផុតទៅយ៉ាងណាក៏ដោយសូមធ្វើអ្វីប្រកបដោយភាពជឿជាក់ហ្មត់ចត់និងម៉ឺងម៉ាត់នោះខែនេះអ្នកនឹងស្គាល់នូវភាពជោគជ័យដែលមិនធ្លាប់មានពីមុនវាជារឿងល្អដែលនឹងធ្វើឲ្យអ្នកមិនអាចភ្លេចបានហើយធ្វើឲ្យជីវិតរបស់អ្នកដើរដល់ជំហានជោគជ័យថ្មីបញ្ហាខ្លះអ្នកគួរតែដោះស្រាយឲ្យចប់ក្នុងខែនេះប្រសិនបើអ្នកមិនចង់ឲ្យជីវិតរបស់អ្នកនៅតែជាប់ជំពាក់តែរឿងដដែលហើយត្រូវចាំថារាល់មនុស្សណាដែលមិនល្អចង់បានផលប្រយោជន៍គួរតែដកខ្លួនឲ្យឆ្ងាយពីគេឬក៏ទុកគេជាមិត្តធម្មតាទើបរបស់អ្នកមួយនេះនឹងមិនដើរដល់ផ្លូវលំបាកក៏មិនខកចិត្តខ្លាំងព្រោះតែគេក៏នឹងមិនហ៊ានបោះដៃឲ្យអ្នកជួយនៅពេលដែលគេជួបបញ្ហាគេនឹងខ្មាស់ខ្លួនឯងរាល់ពេលដែលគេគិតចង់បានផលប្រយោជន៍ឬក៏ចង់បានអ្វីពីអ្នកក៏ដោយសារតែគេមិនធ្លាប់ជួយអ្នកពីមុនក៏មិនធ្លាប់បោះដៃលើកអ្នកនៅពេលដែលអ្នកដួលដូចគ្នារឿងមួយទៀតអ្នកគួរតែនៅឲ្យឆ្ងាយពីមនុស្សតុកសិកមនុស្សចាំតែចាប់កំហុសអ្នកមនុស្សផ្អែមតែមាត់បង្កប់ពឹសពុលរៀបអង្គប់ចាំចាប់អ្នកនៅពេលដែលអ្នកឡើងដល់ទីពោះឬក៏ជោគជ័យចំពោះឆ្នាំម្សាញ់ខ្លះទៀតខែថ្មីរកបានតិចតួចតែចំណាយច្រើនគួរសមធ្វើឲ្យអ្នកចាប់ដើមស្វែងរករបររក្សាលំនឹងនៃប្រាក់ចំណូលខែនេះអ្នកនឹងមានរឿងកង្វល់ច្រើននៅក្នុងនោះតែក៏មានរឿងគ្រួសារដែលធ្វើឲ្យឈឺក្បាលថែមទាំងហួសពីការអត់ធ្មត់យ៉ាងណាក៏ដោយគ្រប់យ៉ាងនៅក្នុងខែនេះនឹងមិនធ្វើឲ្យអ្នកបាក់ទឹកចិត្តបែរជាអ្នកមានកម្លាំងចិត្តខ្លាំងនៅក្នុងការដោះស្រាយបញ្ហាហើយគ្រប់ពេលដែលអ្នកដោះស្រាយបញ្ហាបានមួយនឹងទទួលបានលាភម្ដងវាដូចជាប្រាក់រង្វាន់ដែលអ្នកអាចដោះស្រាយសម័យកាលជីវិតបានហើយខែនេះមិនមានរឿងណាដែលអ្នកមិនអាចដោះស្រាយបាននោះទេព្រោះតែញាណរបស់អ្នកនៅក្នុងខែនេះចាប់ផ្ដើមមានកម្លាំងខ្លាំងនិងចាប់ផ្ដើមមើលឃើញចិត្តមនុស្សក៏ដូចជាបញ្ហាបានលឿននិងវិធីដោះស្រាយបញ្ហាបានងាយស្រួលកុំភ្លេចចែកបុណ្យដល់ទេវតាបារមីនិងគ្រូវាសនារបស់អ្នកដើម្បីឲ្យពន្លឺបញ្ញារបស់អ្នកកាន់តែភ្លឺកាន់តែធ្វើឲ្យអ្នកមើលឃើញអំពីចរិតរបស់មនុស្សណាម្នាក់ឬក៏រឿងអាក្រក់ដែលបំរុងនឹងកើតណាមួយរីឯឆ្នាំម្សាញ់មួយចំនួនតូចខែថ្មីនេះជាខែទ្រព្យខែសំណាងដែលនឹងនាំឲ្យអ្នករកឃើញផ្លូវនៃភាពជោគជ័យផ្លូវនេះនឹងធ្វើឲ្យអ្នកទទួលបានសំណាងផ្ទួនគ្នាច្រើនខែប្រសិនបើអ្នករក្សាចិត្តឲ្យល្អគោរពចំពោះអាទិទេពនៃមនុស្សនិងអាទិទេពនៃផ្លូវជំនឿក៏ដូចជាមាតាបិតាសម្រាប់ឆ្នាំម្សាញ់មានគូមួយចំនួនមានរឿងចំណែនប្រច័ណ្ឌខ្លះក្នុងខែថ្មីដោយសារតែដៃគូរបស់អ្នកជាមនុស្សដែលចិត្តល្អខ្លាំងពេកចិត្តល្អលើមនុស្សគ្រប់គ្នាដែលធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អនិងភ័យខ្លាចបាត់បង់រកគេយ៉ាងណាក៏ដោយស្នេហារបស់អ្នកនឹងមានរឿងជាច្រើនដែលត្រូវគិត
រួមទាំងជីវិតដែលកំពុងតែមានផលលំបាកខ្លះចូលមករំខានស្នេហារបស់អ្នកក្នុងពេលនេះក៏នឹងមានភាពសងអង្គើយខ្លះព្រោះតែគេលែងខ្វល់ខ្វាយលែងសូវយល់ពីជំរឿក្តីស្រឡាញ់របស់អ្នកដែលកន្លងមកអ្នកទាំងពីរឆ្លងកាត់រឿងជាច្រើនជាមួយគ្នាហើយគេធ្លាប់សន្យាថាមិនទៅណាចោលអ្នកក៏មិនទុកអ្នកចោលដូចគ្នាមានតែអ្នកប៉ុណ្ណោះដែលយល់ពីចិត្តរបស់គេមានតែអ្នកប៉ុណ្ណោះដែលផ្ដល់ភាពកក់ក្ដៅឲ្យគេតែឥឡូវនេះគេចាប់ផ្ដើមភ្លេចបណ្ដាអំពីសម្ដីរបស់គេមានតែអ្នកចងចាំពាក្យនេះតែម្នាក់ឯងកុំបារម្ភខ្លាំងពេកចងចាំថាទោះបីជាមានរឿងអ្វីក៏ដោយអ្នកទាំងពីរមិនបែកគ្នានោះទេប្រសិនបើមិនមានគ្រួសារជាភាគីនៅពីក្រោយតែបើមានហើយស្ថិតនៅផ្ទះរួមគ្នាទៀតនោះគ្រួសាររបស់អ្នកនឹងមិនបានសុខថែមទាំងអាចនឹងមានបញ្ហាធំមិននឹកស្មានដល់ទៀតចូលប្រុងប្រយ័ត្នចំពោះមនុស្សដែលមានស្នាមញញឹមខ្លាំងខ្លាយគេអាចជាមិត្តជាអ្នកចិត្តដិតឬក៏ជាអ្នកចិត្តខាងរបស់អ្នកម្នាក់នេះអាចជាមនុស្សដែលមានមាត់ឥតគម្របមានភ្នែកមាន់ព្រៃចិញ្ចាំខ្លះហើយកុំភ្លេចធ្វើបន់ដល់ដូនជីសប្បុរសផងជាដូនជីវ័យចំណាស់កាន់ពណ៌វិន័យបានល្អមិនចេះជេរកូនចៅឬក៏អ្នកដតីផ្ដេសផ្ដាស់នោះពររបស់គាត់នឹងនាំឲ្យជីវិតរបស់អ្នករុងរឿងចំណែកឯឆ្នាំម្សាញ់មានគូខ្លះទៀតខែនេះកុំវត្តច្រើនពេកប្រយ័ត្ននាំរឿងចូលផ្ទះហើយត្រូវចេះថ្លឹងថ្លែងឲ្យបានច្បាស់រឿងណាត្រូវនិយាយជាមួយមិត្តភក្តិរឿងណាត្រូវនិយាយជាមួយអ្នកនៅក្នុងគ្រួសារទើបជីវិតស្នេហារបស់អ្នកមានតែភាពផ្អែមល្ហែមមិនត្រឹមតែប៉ុណ្ណោះទេខែនេះមិនត្រូវសម្ដីធំតូចពោះហេតុពេកដល់អ្នកនៅក្នុងគ្រួសារនោះទេប្រយ័ត្នឆ្មាខ្លាចជាខ្លានាំឲ្យកើតរឿងក្នុងផ្ទះទោះជាអ្នកឆ្លោះក៏មិនឆ្លោះឈ្នះគេដែរព្រោះតែអ្នកជាមនុស្សលេងឯគេជាមនុស្សមែនប្រយ័ត្នបាក់អំនួតដោយសារតែទង្វើខុសរបៀបរបស់អ្នករីឯឆ្នាំម្សាញ់មួយចំនួនតូចដើមខែហត់បន្តិចភ័យបន្តិចបារម្ភបន្តិចតែចុងខែនឹងមានរឿងល្អៗចូលមកផ្ទួនគ្នាមិនត្រឹមតែប៉ុណ្ណោះលៀបមួយចំនួននឹងកើតចេញពីដៃគូរបស់អ្នកគេនឹងបង្កើតអភិនិហាមួយធ្វើឲ្យអ្នកសើចសប្បាយរំភើបទើបតែមិនអាចទប់អារម្មណ៍បានជីវិតស្នេហារបស់អ្នកក្នុងខែនេះនឹងមានសេរីសុខស្ដីច្រើនរីករាយច្រើនមានរឿងភ្ញាក់ផ្អើលរំភើបច្រើនដូចគ្នាហើយកុំភ្លេចធ្វើបុណ្យដល់ម្ចាស់បំណុលកម្មនៅពេលដែលអ្នកទាំងពីរទទួលបានរឿងល្អមួយចំពោះឆ្នាំម្សាញ់នៅលីមួយចំនួនខែថ្មីនេះមានរឿងខ្លះនឹងរលាយទៅហើយទោះបីជាអ្នកនៅអាឡោះអាឡាយក៏គ្មានន័យទោះបីជាអ្នកចង់រក្សាទុកនៅក៏មិនអាចដែរដូច្នេះគួរតែលែងវាឲ្យទៅតាមអ្វីដែលគេចង់បានហើយចាប់ផ្ដើមជីវិតថ្មីស្វែងរកស្នាមញញឹមដែលបានបាត់បង់មកវិញអ្នកអាចនឹងទុកសោកពីដំបូងតែចុងក្រោយវាក៏នឹងធ្វើឲ្យអ្នកជួបអ្នកថ្មីដែលល្អគេនឹងចូលមកបំពេញគ្រប់យ៉ាងដែលអ្នកខ្វះខាតនឹងធ្វើរឿងល្អៗគ្រប់យ៉ាងលើអ្នកដែលហាក់ដូចជាគេប៉ះប៉ូវនៅរឿងអាក្រក់ដែលអ្នកមុនបានធ្វើមកលើអ្នកដោយអ្នកបានធ្វើល្អគ្រប់យ៉ាងតែគ្រប់គ្នាចូលមកក្នុងជីវិតរបស់អ្នកល្អតែដំបូងតែមិនយូរប៉ុន្មានគេក៏នឹងធ្វើឲ្យអ្នកខូចចិត្តហើយគេដើរចេញទៅស្ងាត់អ្នកខ្លះថែមទាំងនិយាយមិនល្អពីក្រោយខ្នងអ្នកទៀតនិយាយរឿងអាក្រក់គ្រប់យ៉ាងដែលអ្នកធ្លាប់បានប្រាប់គេទៅសត្រូវឬក៏មនុស្សដែលអ្នកស្អប់មួយចំនួនថែមទាំងយកសត្រូវរបស់អ្នកធ្វើជាដៃគូជីវិតថែមទៀតដែលម្នាក់នេះតែងតែមករករឿងអ្នកគ្មានលួសថ្ងៃគេធ្វើឲ្យអ្នកមិនអាចរកអ្នកថ្មីបានប៉ុន្តែនៅពេលដែលអ្នកជួបមនុស្សចុងក្រោយសត្រូវរបស់អ្នកនឹងលែងហ៊ានចូលមកក្បែរអ្នកក៏កាន់តែមិនហ៊ានយីអ្នករួមទាំងមិត្តខ្លាយនិងអ្នកចាស់ដែលចាំបំផ្លាញអ្នកមិនឲ្យអ្នកមានសេចក្តីសុខម្នាក់នេះអាចមើលទៅសោះកក្រក់តែមើងម៉ាត់មើលទៅចិត្តដាច់តែធៀបពិតជាមនុស្សដែលមានមនោសញ្ចេតនាខ្ពស់តែគេចូលចិត្តធ្វើខ្លួនជាមនុស្សរឹងមាំដើម្បីកុំឲ្យនរណាម្នាក់ចូលមករករឿងគេធ្វើបាបគេមើលពីក្រៅគេដូចជាខ្លាតែនៅក្បែរអ្នកគេដូចជាឆ្មាអ្នកនឹងលែងសូវលំបាកចិត្តពេលមានគេនៅក្បែរប្រសិនបើអ្នកជួបម្នាក់នេះហើយសូមកុំសួររឿងអតីតរបស់គេច្រើនពេកទើបស្នេហារបស់អ្នកទាំងពីរនឹងមានតែភាពផ្អែមល្ហែមរីករាយច្រើនលើសអ្នកមុនរីឯឆ្នាំម្សាញ់នៅលីវមួយចំនួនទៀតខែនេះអាចថាជីវិតរបស់អ្នកមិនសូវទំនេរនោះទេម្នាក់ទៅបាត់ម្នាក់ទៀតចូលមកក្នុងជីវិតរបស់អ្នកតែសម្រាប់សម្រួលគ្មាននរណាម្នាក់ច្បាស់លាស់ព្រោះស្តង់ដាររបស់អ្នកខ្ពស់ខ្លាំងពេកមិនងាយមានអ្នកយល់ចិត្តដូច្នេះគួរតែនៅម្នាក់ឯងសិនប្រសើរជាងដើម្បីឲ្យស្តង់ដារនេះចាស់ទុំនៅចោះទាបបន្តិចសូមជូនពរឆ្នាំម្សាញ់ឲ្យជួបតែរឿងល្អជួបតែមនុស្សល្អនិងជោគជ័យក្នុងខែថ្មីអរគុណសម្រាប់ការស្ដាប់ជួបគ្នានៅវីដេអូក្រោយ